តាមវិញរបស់ស៊ីឌីងធាក់ស្ដាំរបស់ស៊ីឌីងចាប់គ្រឿបាទអរគុណច្រើនពុកម៉ែបងប្អូនប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីជាបន្តក៏សូមស្នូទាំងដៃកូនរពងអមដំណើរវត្តមានកីឡាករបង្គោលក្រហមជាកីឡាករនៃព្រះរាជាណាចក្រកម្ពុជាទឹកទី1 round 1ចាប់ផ្ដើមនៅការប្រកួតទឹកទី1វត្តមានរបស់គណៈអធិបតីឧបត្ថម្ភជូនដល់កីឡាករឡោសំណាង50ម៉ឺនរៀលបាទទាត់ក្រោមរបស់ឡោសំណាងទាត់មួយទៀតពីឡោសំណាងមួយដៃស្ដាំសងរបស់បាទអាយ៉ាស៊ីឌីងទាត់ស្ដាំពីឡោសំណាងអាយ៉ាទាញអូមិនធម្មតាទាត់ស្ដាំរបស់ឡោសំណាងជាថ្មីទាត់សងមកវិញពីបង្គោលខៀវទាត់ស្ដាំពីឡោសំណាងទាត់ឆ្វេងមួយទៀតទាត់សងស្ដាំមកវិញរបស់ស៊ីឌីងធាក់ស្ដាំរបស់ស៊ីឌីងចាប់គ្រឿបាទនេះមួយដើរចូលទាត់ក្រោមរបស់ឡោសំណាងញាក់មួយពីមកវិញរបស់ស៊ីឌីងបង្គោលខៀវទាត់ក្រោមពីស៊ីឌីងបង្គោលខៀវមួយពីទាត់ក្រោមរបស់ឡោសំណាងទាត់ក្រោមមួយទៀតកែងរបស់ឡោសំណាងកែងសងរបស់ស៊ីឌីងបាទសុំសម្លេងហូមួយទៀតបងប្អូនទាត់ឆ្វេងរបស់ឡោសំណាងញាក់មួយទាត់ក្រោមមួយទៀតទាត់ក្រោមមួយទៀតទាត់ស្ដាំមួយរបស់ស៊ីឌីងញាក់មួយពីមួយដៃស្ដាំរបស់ស៊ីឌីងអាយ៉ាគិតផុតមួយដៃឆ្វេងរបស់ស៊ីឌីងទាត់ក្រោមពីឡោសំណាងមួយដៃស្ដាំសងរបស់ស៊ីឌីងធាក់ស្ដាំមួយទៀតមួយពីប្រយ័ត្នប្រយែងដូចគ្នាកែងបេះរបស់ឡោសំណាងបេះអត់ចំបាទទាត់ក្រោមពីឡោសំណាងទាត់ឆ្វេងមួយទៀតទាត់ស្ដាំរបស់ស៊ីឌីងបាទកីឡាករវៀតណាមនេះលឿនណាស់បាទទាត់ស្ដាំរបស់ឡោសំណាងលោកគ្រូឡោសំណាងបើអត់ប្រយ័ត្នទេអាចពិបាកទាត់ក្រោមពីឡោសំណាងមួយទៀតកែងរបស់ស៊ីឌីងធាក់កាត់ស្ដាំរបស់ឡោសំណាងអូយបាទអង្គុយសបាទសុំសម្រួលបន្តិចសិនសុំសម្រួល2នាទី
បាទដោយសារការទាត់របស់លោកគ្រូឡៅសំណាងទៅប៉ះបាទប៉ះចំកន្លែងដែរប៉ះបាទនេះរូបភាពបង្ហាញជូនបាទជាបត់កែងតែបាទកន្លែងកូនឡៅសំណាងបាំងជាប់ណែនតែម្ដងបាទបាទបន្តការប្រកួតទាត់ក្រោមពីឡៅសំណាងទាត់ស្ដាំមួយទៀតមួយដៃស្ដាំរបស់ឡៅសំណាងទាត់ស្ដាំសតរបស់ស៊ីឌីងកែងបុករបស់ស៊ីឌីងចាប់គ្រាបាទទាញរុញផ្ដួលពីឡៅសំណាងណាបាទសូមសម្លេងមួយទៀតបងប្អូនទាត់ក្រោមរបស់ស៊ីឌីងញាក់ឆ្វេងរបស់ឡៅសំណាងញាក់ទាត់ស្ដាំមួយទៀតទាត់ក្រោមមួយទៀតចាប់ទឹកទី1 end of round 1 បាទអរគុណចាប់ទឹកទី1ទី2 round 2បាទយើងទស្សនាការប្រកួតជាបន្តទៀតឈានចូលមកដល់ទឹកទី2 round 2បាទកីឡាករគុណខ្មែរបង្គោលក្រហមឡៅសំណាងបាទខ្លាចចាស់ច្បាស់ក្បាច់ជាមួយនឹងកីឡាករមកពីប្រទេសវៀតណាមបាទដាក់ចូលតិចបាទកីឡាករវៀតណាមនេះប្រាប់ថាអូមកប្រាប់ខ្ញុំថាប៉ះជាមួយនឹងកីឡាករវ័យ46ឆ្នាំប៉ុន្តែ46នេះក៏ល្អដែរឡើងផលតែម្ដងបាទអរគុណការប្រកួតដ៏ជួនចិត្តជាបន្តទៀតបាទវត្តមានគណៈធិបតីបាទក្នុងនោះគឺបាទអាដាមបាទងើយសេងកាអភិបាលរងនៃគណៈបាលខេត្តសៀមរាបរួមជាមួយនឹងអ្នកអង្គការសមាវឌ្ឍនៈឧបត្ថម្ភបន្ថែមដល់ឡៅសំណាងធម្មការ50,000 រៀលបាទសរុបគឺទទួលបាន1លានរៀលបាទប្រកួតជាបន្តបាទកម្លាំងមានណែលោកគ្រូឡៅសំណាងប្រាប់ថាដល់វ័យ46ឆ្នាំប៉ុន្តែហាត់ជាប់លាប់បាទញ៉ាំទឹកពិសាប្រណិត V Active ក៏ជាប់លាប់បាទហើយហាត់ចប់បាទញ៉ាំជាមួយនឹងបាទពេលជាបើកម្លាំងគ្រុតឬប្រាក់ចិត្តកម្លាំងមកភើអញ្ចឹងដែរបាទភើអញ្ចឹងដែរបាទដើរចូលកំពុងតែគៀនទាត់ជើងក្រោមចំអុចរៈរបស់ឡៅសំណាងបាទកីឡាករវៀតណាមគៀនទៅបន្តិចបាទដើរចូលលុកកណ្ដាប់ដៃឆ្វេងបាទដើរចូលធាក់ស្ដាំមួយពីកីឡាករបាទវៀតណាមបាទលោកគ្រូរៀមកុសលរំថើននៅបន្តការប្រកួតបាទចាក់ជើងក្រោមបាទលោកគ្រូឡៅសំណាងកំពុងតែបាទតេះរកចំណុចបាទគេថាចំណុចខ្សោយរបស់កីឡាករបង្គោលខៀវបាទវត្តកណ្ដាប់ដៃស្ដាំបាទកណ្ដាប់ដៃឆ្វេងស្ដាំអត់ជាបញ្ហាបាទប្រកួតចុងក្រោយកង់ចេញមករៀបទម្ងន់57លោកគ្រូឡៅសំណាងឈ្នះកីឡាករមីយ៉ាន់ម៉ាបាទមកប៉ះវៀតណាមលើកទី1សម្រក់មកសល់តែ54ទេបាទ54ទេលុកកណ្ដាប់ដៃស្ដាំបាត់ដល់តែកីឡាករវៀតណាមមើលមុខបាទញាក់មួយបាទសម្លឹងមើលពាក់កណ្ដាលផ្លូវនៅក្នុងទឹកទី2ចាក់ជើងក្រោមរបស់កីឡាករវៀតណាមបាទជីអូដេញបាទលោកគ្រូឡៅសំណាងឬក៏ឡៅសំណាងកំពុងតែដាក់ចូលលុកកណ្ដាប់ដៃស្ដាំបាត់ដល់បាទផ្ទះឃុំមួយបាត់កណ្ដាប់ដៃឆ្វេងស្ដាំបាទពលមួយបាត់កៃស្ដាំបាត់ដល់បាទចេញមួយចង្វាក់បងប្អូនយើងផ្ទះដៃបន្តតាមភ្លេងបាទហូរតាមចង្វាក់របស់កីឡាករទាំងពីរដែលចេញស្នៀតបាទជាពិសេសគឺស្នៀតកែងអាវុធមុតស្រួចរបស់កីឡាករគុណខ្មែរអាចចូលកណ្ដាប់ដៃមួយរបស់កីឡាករបាទគិញយ៉ូដេញបាទអស់កែងជាបន្តទៀតអាចចូលកែងខ្លីបាទឡៅសំណាងបាទព្យាយាមទុំបាទទុំអោបជាប់ហើយអត់អីទេបាទព្យាយាមកាច់បាទហៅថាបាទទុំទល់ស្ថានភាពបានអត់អីទេបាទគ្រាន់ថាចូលកណ្ដាប់ដៃបែបនេះបាទមួយដៃគឺថាណែនណាស់បាទសម្រាប់ការប្រកួតបាទការប្រកួតបែបកង់ចេញរៀបបែបនេះបាទចូលពេញចូលណែនចូលទាញតែម្ដងអរគុណពុកម៉ែបងប្អូនអ្នកខេត្តសៀមរាបសូមសម្លេងមួយទៀតបាទពិតជាជួចិត្តមែនតើបាទសម្រាប់ការប្រកួតគូនេះបងប្អូនបាទសម្លឹងមើលមុខគ្នាអត់ទាន់ចេញអាវុធទេបាទផ្ចិតផ្ចង់បំលាស់ទីចូលទៅតិចមកពីកីឡាករឡៅសំណាងបាទអ្នកមកពីខេត្តកណ្ដាលបាទដាក់ចូលកណ្ដាប់ដៃដែរបន្តែចូលដៃរបស់ឡៅសំណាងវិញបាទចុងទឹកហើយបាទសម្លឹងជាបន្តទាត់ស្ដាប់មួយពឹងទៅពីឡៅសំណាងបាទឡៅសំណាងទាត់ឡៅកុមារពេជ្របោះប្លង់នៅខាងក្រោមបាទធាក់ទល់មួយគេហៅថាធាក់ទល់ក្បាលជង្គង់របស់កីឡាករវៀតណាមលុកកណ្ដាប់ដៃស្ដាំបាត់ដល់ទេចាប់ទឹកទី2 end of បាទ round 2ចាប់ទឹកទី2បាទប្រកួតចប់មួយទឹកកីឡាករវៀតណាមបាទក៏សំពះសំទឹកទី3ជាទឹកផ្ដាច់ព្រាត់ final round បាទអរគុណច្រើនទឹកទី3ដែលជាទឹកផ្ដាច់ព្រាត់បាទអេយ៉ូស៊ីឌីងឬក៏លោកគ្រូឡៅសំណាងជាអ្នកធ្វើបានល្អជាងបាទពីទឹកកន្លងមកគឺគុកក្រៅតែម្ដងបាទសម្រាប់សមានគ្រុតគុណខ្មែរបាទលោកឆ្វេងពីស៊ីឌីងដេញតាមវិញស្ដាំទៅវិញពីលោកគ្រូឡៅសំណាងតស្រាំចាំតទៀតពីឡៅសំណាងបាទវិញស្ដាំសុំវិញដូចគ្នាពីស៊ីឌីងបាទបដូរកណ្ដាប់ដៃដល់គ្នាជួយបាទជួចិត្តការប្រកួតជាបន្តបាទឈានជុំដល់ទឹកទី3នេះបាទវត្តមានគណៈធិបតីឧបត្ថម្ភបន្ថែមជូនទៅដល់កីឡាករឡៅសំណាងថវិកា50,000 រៀល
បាទអរគុណច្រើនសម្រាប់បាទគឺ1,50,000រៀលហើយបាទសម្រាប់លោកគ្រូឡៅសំណាងបាទវិស្ដាំជាបន្តទៀតពីឡៅសំណាងបាទខ្លាចាស់បាទគឺសម្បូរក្បាច់ខ្លាចាស់កំពុលល្បាច់បាទក្បាច់គាត់មានច្រើនបាទប៉ះជាមួយនឹងបាទអ្នកជំទង់បាទគឺកម្លាំងគាត់ល្អមែនទែនបាទដេញតាមវិញពីអ៊ីយ៉ូស៊ីឌីងចាប់គ្រាកជាបន្តទៀតគ្រាកតកអូបាទកម្លាំងគឺនៅអែមកម្លាំងគឺនៅមុំជំហរគឺនៅមានក្បាច់គឺនៅបាទច្បាស់គ្រប់ក្បាច់មិនថាតែផ្លែកាយបាទមិនថាតែជង្គង់នោះទេបាទគាត់កាប់គល់ជើងក្រោមពីអ៊ីវសេឌីងវាឆ្វេងស្ដាំពីលោកគ្រូឡៅសំណាងតតស្ដាំជាបន្តទៀតពីឡៅសំណាងបាទបដូរកាត់ដាប់ដៃអូចូលទៅពេញទៅវិញពីលោកគ្រូឡៅសំណាងអ៊ីយ៉ូស៊ីឌីងបាទល្អរបស់គេបាទការកុំមង្គលខេរនេះយ៉ាងហើយទើបអាចយកឈ្នះបុតថ្មដាមិនចម្លែកទេទាត់ឆ្វេងពីអ៊ីយ៉ូស៊ីឌីងបាទញាក់បន្តិចញាក់សម្លឹងសម្លាក់ដើរចូលតិចពីស៊ីឌីងចូលអមមកវិញគ្នាពីឡៅសំណាងបាទតាំងឃុំញាក់បន្តិចលោកឆ្វេងអត់ដល់ទេប្រហើទាត់ឆ្វេងពីអ៊ីយ៉ូស៊ីឌីងដើរចូលមកវិញពីឡៅសំណាងសម្លឹងសម្លាក់បដូរក៏ដំណៃគ្នាចាប់គ្រាបាទចាប់កាច់ដួលទៅទាំងព្រមអូយបាទតសាលោកគ្រូញ៉ាក្រាបាទគឺ3បងត្រកងបាទគឺកីឡាករមិនឲ្យមានបញ្ហារបួសទេបាទសុំសម្លេងហូតដល់គ្នាបាទតាំងឃុំលោកឆ្វេងមកទេសិនទាត់កាប់គល់ជើងក្រោមពីឡៅសំណាងទាត់ឆ្វេងពីឡៅសំណាងបាទបដៃស្ដាំចូលពេញដូចគ្នាបាទចូលម្នាក់បដៃមានទៅមានមកទល់ដៃស្ដាំពីអ៊ីយ៉ូសេឌីងសងស្ដាំទៅវិញពីឡៅសំណាងទល់ដៃបដោះក្តាប់ដៃទាត់ស្ដាំកិច្ចផុតមកស្រូវបាទទល់ដៃថយបន្តិចអាចថាជាការជួបគ្នាយ៉ាងជួបចិត្តយ៉ាងប្រកួតប្រជែងហើយបាទស្ដាំជាបន្តទៀតពីឡៅសំណាងបាទលោកជួយម្ដាយមកពីអ៊ីយ៉ូស៊ីឌីងអូយបាទស៊ីឌីងទម្ងន់54នេះបាទគឺជាកីឡាករមួយដែលច្បាស់បាទអាចថាគេស្គាល់ពីគុណកម្មាច្រើនហើយអ៊ីយ៉ូស៊ីឌីងទាត់គល់ផ្លូវខាងក្នុងពីបង្គោលខៀវទាត់ស្ដាំសុំវិញពីឡៅសំណាងចូលពេញគិតកំបាទអ្នកទាំងពីរពិតជាល្អពិតជាស័ក្តិសមជាបាទគូពិសេសទី7សម្រាប់ការប្រកួតថ្ងៃនេះលោកឆ្វេងដល់ត្រង់ពីអ៊ីយ៉ូស៊ីឌីងស្ដាំថែមម្ដាយទៀតពីអ៊ីយ៉ូស៊ីឌីងលោកឆ្វេងទៅវិញពីឡៅសំណាងបាទចេញក៏លឿនចូលក៏លឿនសម្លឹងប្រើចិត្តសាស្ត្រដូចគ្នាចុងទឹកដល់ត្រង់ស្ដាំជាបន្តទៀតពីអ៊ីយ៉ូស៊ីឌីងបាទញាក់ក៏ចាប់ទឹកទី3ចាប់ទឹកទី Final Round 3បាទនេះជារូបភាពដែលល្អបាទថ្មីត្បិតតែជាគូប្រកួតបាទវាអស់ក្បាច់អស់ក្បួនប៉ុន្តែអ៊ីយ៉ូស៊ីឌីងបាទគឺផ្ដល់ការគោរពដល់លោកគ្រូឡៅសំណាងក្នុងនាមជាចាស់ទុំក្នុងគុណខ្មែរជារៀមជបងបាទចឹងសុំបាទអភ័យទោសរាល់មកកំហុសនៅក្នុងការប្រកួតលើសង្វៀនបាទបងប្អូនបាទការគ្រប់គ្រងប្រហាក់ប្រហែលគ្នាបាទដូច្នេះលទ្ធផលជាក់ស្ដែងយ៉ាងណានោះខ្ញុំបាទក្រសួងប្រគល់ភារៈនេះបាទជូនទៅដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការជូនបាទសូមអរគុណគូនេះស្មើគ្នាបាទអរគុណអបអរសាទរបាទសម្រាប់ការប្រកួតនេះបានលទ្ធផលស្មើពិន្ទុគ្នា